Hello អ្នកនរគ្នានេះជាវីដេអូទី1ដែលខ្ញុំ voice over ទៅកូរ៉េមុនទៅមួយថ្ងៃខ្ញុំបានតែញ៉ាំកែសៀនជាមួយមិត្តភ័ក្តិហើយបានលេងហ្គេមអ្នកឈ្នះបានកំពុងមកដល់ហើយនេះដល់ថ្ងៃឡើងយន្តហោះហើយគឺខ្ញុំទៅមួយម៉ាក់ខ្ញុំមុនហើយទៅកូរ៉េហ្នឹងគឺទៅដើម្បីដើរលេងហោះដើម្បីការបងប្អូនផងយន្តហោះឡើងទៅយប់ដល់ពេលដេកមួយយប់ទៅផឹកឡើងដល់កូរ៉េមកដូចទៅសៀមរាបហើយគាត់ទៅដល់ភ្លាមតែញ៉ាំសាច់អាំងនៅកូរ៉េនេះសាច់អីគេហ្នឹងឆ្ងាញ់ណាស់ហើយក៏បានហៅស្អីគេនេះហ្នឹងសាច់ឆៅហ្នឹងផ្អែមហើយបន្ទាប់ពីញ៉ាំអីហើយត្រូវ check in តែអត់ទាន់ដល់ម៉ោង check in ចឹងមកដើរលេងនៅសួនចិត្តអត់តែឡើងសិនហ្នឹងហើយនៅក្នុងសួនហ្នឹងដូចកន្លែងទេសចរគេមួយទាំងគេទិញសម្បត្តិចូលអស់ម្នាក់ប្រហែល2000ដូចខ្មែរហើយនៅក្នុងសួនហ្នឹងគឺគេមានភ្នោស្ដេចកូរ៉េពីដើមណាហើយក៏គេមានផ្ទះបុរាណអីផ្សេងៗឲ្យយើងដើរមើលពីហ្នឹងដែរហើយយើងដើរមើលមកស្ទុះក៏ដល់ម៉ោង check in អត់តែមកអញ្ចឹងយើងដើរទៅវិញបន្ទាប់ពី check in អត់តែហើយនេះគឺយើងចូលមកក្នុងកន្ទប់មានអាងទឹកទុកត្រាំជើងអីទៀតហើយកន្ទប់គេគឺធំដែលក្នុងហ្នឹងមាន3កន្ទប់ទៀតហើយយកកន្ទប់ធំអញ្ចឹងដោយសារពួកយើងដេកជុំគ្នាជាមួយគ្រួសារទាំងអស់គ្នាហើយមួយទៀតគឺគាត់ចង់បានកន្ទប់អញ្ចឹងស្រួលទិញអីមកញ៉ាំដូចទិញផ្លែឈើទិញអីមកចិត្តញ៉ាំយប់ឡើងអីចឹងហើយនៅកន្ទប់ហ្នឹងគឺគេមាន balcony ដែលទេសភាពហ្នឹងគឺភ្នោស្ដេចខ្ញុំដើរលេងមិញហ្នឹងហើយបន្ទាប់ពីយើងសម្រាប់បានផ្លែហើយក៏បានទៅដើរផ្សារមើលទិញផ្លែឈើអីចឹងណាមានទិញសាច់ទិញអីមកញ៉ាំយប់ឡើងនេះបានទិញជើងជ្រូកមួយប៉ុណ្ណាណីញ៉ាំជុំគ្នាហើយក៏បានដើរមើលម្ហូបផ្សេងៗទៀតនៅក្នុងផ្សារហ្នឹងមានអូនីការីមានអីច្រើនតែអត់សូវស្គាល់តែចេះតែទិញមកភ្លក់ទៅមានរសនេះដូច fish cake ចឹងហើយបន្ទាប់ពីទិញម្ហូបទាំងអស់ហ្នឹងហើយពួកយើងក៏បានដើរទៅវិញម្នាក់ដៃសិតតែម្ហូបដើម្បីតែញ៉ាំយប់ហ្នឹងមានផ្លែឈើមានអីចឹងហើយដល់ម៉ោងភ្លក់អូនីការីមិញគឺឆ្ងាញ់ហើយមានបាយប្រអប់នេះក៏ឆ្ងាញ់ដែរគាត់តែរសជាតិវាដូចទិញមកពី Aeon ពេលគេលក់ discount យប់ឡើងហើយបានញ៉ាំfish cake ទិញមកមួយហ្នឹងអាហ្នឹងគឺឆ្ងាញ់ជាងនៅស្រុកខ្មែរហើយបន្ទាប់មកបានទិញនំប៉័ងអីផ្សេងហើយក៏បានចែកគ្នាភ្លក់តាមហ្នឹងទៅពិសេសជាងគេអាឡឹកទិញមកម្នាក់អាឡឹកហ្នឹងមួយធាងថ្លៃដែរហើយអាឡឹកមួយពុះបាន3ប្រអប់អាឡឹកហ្នឹងផ្អែមហ្មងផ្អែមគ្រប់កន្លែងហ្មងទោះបីនៅកន្លែងសក៏ផ្អែមដែរហើយដល់ពេលល្ងាចនៅពេលដែលបងប្អូនមកជុំគ្នាអញ្ចឹងវាមនុស្សច្រើនបែរឲ្យញ៉ាំអញ្ចឹងមកហៅគ្នាញ៉ាំ phở នៅហាងចិត្តអត់តែហ្នឹងហើយ phở គេគឺឆ្ងាញ់រសជាតិមិនដូចសាបដូចនៅខ្មែរខ្ញុំទ្រាំញ៉ាំហត់ដែរផាត់សាច់គោនៅក្នុង phở ហ្នឹងគឺឆ្ងាញ់ណាស់ឡើងទន់ហ្មងហើយយើងញ៉ាំអីប៉ុណ្ណឹងហើយយើងក៏ចូលគេងទៅព្រោះរៀងអស់កម្លាំងដែរហើយស្អែកឡើងបានទិញផ្លែឈើទិញអីមកញ៉ាំនៅជា breakfast នៅលើ balcony អត់តែហ្នឹងហើយក៏បានទៅភ្លក់នំប៉័ងអីនៅចិត្តហ្នឹងដែរញ៉ាំអីពេលបាក់ក្រួយហើយក៏បានទៅជិះខ្សែរ៉កដើម្បីឡើងទៅលើទៅមើលកំពូលភ្នំរបស់គេនៅសេអ៊ុលហ្នឹងហើយក៏បានទៅមើលអគារមួយដែលគេល្បីនៅហ្នឹងគេហៅថា Seoul Tower នៅលើហ្នឹងគឺអត់សូវមានអីទេមានតែអគារហ្នឹងមួយហើយនឹងទេសភាពមើលមកក្រោមប៉ុណ្ណឹងហើយក៏បានថតរូបថតវីដេអូអីទុកផុសអីចឹងទៅហើយបន្ទាប់មកដល់កន្លែងនេះកន្លែងចាក់សោស្នេហ៍ប៉ុន្តែខ្ញុំមកមួយគ្រួសារចឹងអត់មានបានចាក់អីទេបានតែដើរមើលរបស់គេហើយថតរបស់គេមើលមួយចឹងទៅចាំលើកក្រោយចាំមកចាក់របស់ខ្លួនឯងនៅហ្នឹងហើយបន្ទាប់មកក៏បានចុះពីលើភ្នំវិញដែលកន្លែងនេះគឺទេសភាពដូចក្នុងរឿងកូរ៉េហើយបានដើរទៅតំបន់នេះដូច Box Street យើងចឹងគ្រាន់តែពេលថ្ងៃដើរបានមកស្ទុះយើងចូលញ៉ាំតែញ៉ាំដូចឆាសាច់មាន់នេះឃើញគេលើកមកដាក់អញ្ចឹងស្មានតែគេឲ្យឆាខ្លួនឯងតែខំឆាបានមកស្ទុះបានបុគ្គលិកគេដើរមកគេឆាឲ្យហើយអត់ភ្លេចទេស៊ុបប៊ឺត្រីហ្នឹងដោយសារចូលចិត្តfish cake ហ្នឹងហើយនេះគេដាក់គ្រឿងនេះដូចក្នុងមីកញ្ចប់មុនហ្នឹងយើងអត់ចេះឆាដល់ពេលបុគ្គលិកគេឆាឲ្យហើយគេដាក់គ្រឿងថែមឡើងទៅនងញ៉ាំឲ្យហើយដើរលេងនៅតំបន់ហ្នឹងមកស្ទុះទៅហើយខ្ញុំបានឲ្យគេគូខ្ញុំហើយនេះលទ្ធផលគេគូហើយអ្នកអរគ្នាមើលដូចគ្នាបាន100%ផ្សារគេហ្នឹងគឺមនុស្សច្រើនរហូតហ្មងទោះបីមិនជាថ្ងៃផ្សារទឹកក៏ដោយគឺគេដើរទៅវិញទៅមកចឹងរហូតតនយើងនៅម្ដុំផ្សារចឹងយើងបានដើរចូលហាងទិញគ្រឿង make up ហើយនឹង skin care អីឲ្យម៉ាក់ហើយនៅខ្មែរហើយយប់ឡើងក៏បានសាកជាទេភ្លើងរបស់គេដើម្បីទៅញ៉ាំអីជាមួយបងប្អូនជំរុនមួយជុំគ្នាចឹងណាហើយដោយសារតែទៅហាងល្បីចឹងគេមនុស្សច្រើនចឹងអត់ដឹងធ្វើអីចាំគេយូរពេកក៏បានមកថត photo booth លេខទុកយកទៅទាំងវិញម្នាក់មួយស្លឹកចាំដល់ម៉ោង7:10យប់បានចូលហាងគេនឹងប៉ុន្តែរសជាតិគេគឺឆ្ងាញ់របស់គេមែនញ៉ាំអីហើយគឺជាតែភ្លើងត្រឡប់មកតែវិញហើយបានគេងហើយវីដេអូ trip ហ្នឹងបើមានអ្នកមើលចាប់ពី10នាក់ឡើងទៅខ្ញុំនឹងធ្វើផាតពីអីមើល